វណ្ណៈមានជំរាបសួរលោកគ្រូចាស់ចាស់ថាពេលធ្វើមហូបរួចហាមមិនអោយពាក់ហាមមិនអោយម៉ាក់ពិសាមុនទេត្រូវចាប់ទុកប្រគេនព្រះសង្ឃមុនសិនទើបអាចអោយម៉ាក់ឬញាតិពិសាបានបើមិនអញ្ចឹងទេប្រយ័ត្នបាបដល់ខ្ញុំហេតុអ្វីគាត់ថាឮតគ្នាមកតើហេតុនេះមានចិត្តបាបត្រង់ណាបើមិនមានបាបហេតុអ្វីតើមានពីកាលពុទ្ធប្រវត្តិទេលោកគ្រូសូមអរគុណលោកគ្រូបាទអានេះវាពាក់ព័ន្ធពីវត្ថុបំណងណាឬក៏របស់ដែលយើងផ្គងឧទាហរណ៍ថាយើងជាអ្នកបម្រើប្រសង់ចោះហើយយើងទៅដាំទៅស្លក្នុងវត្តហ្នឹងគ្រាន់តែដាំរបស់គេទេទៅចំអិនរបស់គេអញ្ចឹងណាហើយគេផ្ដាំផ្ញើថាឲ្យចំអិនប្រគេនភិក្ខុសង្ឃខុសាមណេរហើយយើងក៏ទៅដួសរបស់ហ្នឹងឲ្យញាតិណាមួយមិនថាតម៉ែតឪទេយើងដួសហូបខ្លួនឯងឬក៏ចែកគេចែកឯងមុនប្រគេនលោកអញ្ចឹងទៅអាហ្នឹងវាមិនត្រូវទេព្រោះឈ្មោះថាហូបរបស់លោកហ្នឹងចឹងប៉ុន្តែបើរបស់ហ្នឹងវារបស់យើងនៅផ្ទះទេណាយើងបានផ្គងចេតនាថាចំអិនហើយមួយចំណែកប្រគេនព្រះសង្ឃមួយចំណែកជូនម៉ែមួយចំណែកយើងហូបខ្លួនឯងណាថាការផ្គងចេតនារបស់យើងផ្គងអញ្ចឹងដល់ស្លឆ្អិនទៅយើងដួសមួយចានថានឹងទុកប្រគេនលោកទៅក្រៅពីហ្នឹងយើងជូនម៉ែមកដួសមួយចានទៀតជូនម៉ែមកពាក់ព័ន្ធមុនក្រោយអត់សំខាន់ទេកន្លែងហ្នឹងពីព្រោះយើងផ្គងចេតនាហើយទៅហើយតែបើសិនជាយើងបានថាឲ្យរបស់ហ្នឹងអត់ឲ្យណាគេទៅប្រគេនលោកទាំងអស់ដោយសារតែយើងយកចែកទៅនេះទៅនោះវាខុសសម្ដៅតែប៉ុណ្្នឹងតែបើពេលដែលផ្គងយើងចំអិនយើងបានគិតក្នុងចិត្តទៅហើយថារបស់ហ្នឹងយើងដាំឆ្នាំងតែមួយដូចបាយអីចឹងយើងស្រុកស្រែជនបទអីឃើញយើងដាំបាយយើងដួសដាក់បាតលោកខ្លះទៅយើងហូបខ្លួនឯងខ្លះទៅវាព្រោះការផ្គងចេតនាហ្នឹងអញ្ចឹងយើងដួសរំលែកហើយទោះបីយើងហូបមុនក៏គ្មានស្អីដែរឧទាហរណ៍ថាឥឡូវចិត្តដល់ម៉ោងលោកដាំបានបាតណាចឹងទៅក៏យើងដួសមួយចានហ្នឹងថាទុកដាក់បាតលោកហើយលោកមិនតាន់មកទៅយើងឃ្លានអញ្ចឹងសម្បត្តិរបស់លោកតែមួយចានហ្នឹងឯងមិនមែនមួយឆ្នាំងហ្នឹងទេចាសម្បត្តិរបស់លោកតែមួយចានដែលយើងដួសទុកនឹងឯងអត់មែនមួយឆ្នាំងហ្នឹងទេដែលយើងផ្គងប្រគេនលោកហ៎អញ្ចឹងនៅសល់ប្រហែលទៀតក្នុងឆ្នាំងយើងដួសហូបមុនក៏បានដែរយើងអត់មែនដួសរបស់លោកទេដួសរបស់យើងអញ្ចឹងឲ្យច្បាស់ចេតនារបស់យើងអញ្ចឹងដូចជាលោកអត់មកបិណ្ឌបាតដល់លោកអត់បិណ្ឌបាតយើងដឹងហើយថាភិក្ខុសង្ឃលោកឆាន់ត្រឹមតែថ្ងៃត្រង់ទេអញ្ចឹងណាអញ្ចឹងបើលោកមិនមកបិណ្ឌបាតយើងទុកឲ្យដល់ថ្ងៃត្រង់សិនទៅព្រោះថ្ងៃយើងចាត់ទុកថានេះជារបស់សង្ឃទោះលោកទទួលក៏លោកអត់ឆាន់ដែរអញ្ចឹងយើងអាចកាន់យកជារបស់សង្ឃព្រោះចង្ហាន់បិណ្ឌបាតហ្នឹងលោកមិនអាចឆាន់ថ្ងៃសៀលបានទេអត់មានតោអីយើងវាពាក់ព័ន្ធនឹងការផ្គងចេតនាណាហ្នឹងហើយចេតនាយល់ឲ្យខ្ញុំបញ្យល់អញ្ចឹងយើងដាំបាយមួយឆ្នាំងសឡមួយឆ្នាំងហើយឆ្នាំងទៅជាមួយគ្នាហ្នឹងយើងផ្គងថាខ្លះយើងប្រគេនលោកខ្លះជូនម៉ែហើយខ្លះហូបខ្លួនឯងនឹងអញ្ចឹងដោយសេចក្តីគោរពខណៈបើឆ្អិនហ្នឹងយើងដួសមួយចានទុកទៅអាហ្នឹងយកទុកយកទៅប្រគេនលោកអញ្ចឹងទៅអាហ្នឹងដោយសេចក្តីគោរពទេណាតែថាឲ្យខុសឲ្យត្រូវអីហ្នឹងវាគ្មានទេគ្រាន់តែថាដោយសេចក្តីគោរពថាតើយើងប្រគេនលោកប៉ុណ្ណាឲ្យវាច្បាស់ប៉ុណ្ណឹងទៅឥឡូវថាត្រីហ្នឹងវាមាន10កង់តាំងចិត្តថាប្រគេនលោក3កង់លោកឲ្យយកកង់ចេញយកប្រគេនតែប៉ុណ្ណឹងតានឹងចោះអសល់ពីពេលណាទៀតអាហ្នឹងមានថាប្រគេនណាយើងតាំងចិត្តប្រគេនតែ3កង់ហ្នឹងលោក3កង់ចេញទៅហើយគ្រប់ទៅឲ្យសារទៅម៉ែឃ្លានដួសឲ្យម៉ែហូបមុនទៅមានស្អីអត់អីទេម៉ែអត់មានហូបរបស់លោកទេហូបរបស់យើងតារបស់ដែលយើងដួសទុកប្រគេនលោកផ្សេងហ្នឹងឃើញទេមានបាបចោចបោចចាបអីអត់ហើយដល់យើងអត់យល់ពីរឿងហ្នឹងអូលោកមុំតែឆាន់ម៉ែឃ្លាននឹងញ័រផ្លោកហើយ
អត់ហ៊ានឲ្យខ្លាចបាបបើយើងយករបស់លោកឲ្យអាហ្នឹងបានបាបហើយយើងយករបស់យើងឲ្យសោះហ្នឹងមានបាបស្អីអញ្ចឹងបានថាការដែលស្ដាប់ឲ្យយល់ដឹងហ្នឹងគឺវាមានប្រយោជន៍អញ្ចឹងវាមិនចិត្តតែខ្លាចអត់ប្រយោជន៍ខាតទាំងប្រយោជន៍ពំលី3ជំរាបសួរលោកគ្រូខ្ញុំឆ្ងល់ថាហេតុអ្វីពេលរៀបការមានការបង្កប់ថ្លៃទឹកដោះពីខាងប្រុសឲ្យគ្រួសារខាងស្រីតើទំនៀមនេះមានតាំងពីសម័យណាមកសូមលោកគ្រូជួយបកស្រាយដល់អនុគ្រោះអរគុណលោកគ្រូដែលថាមានតាំងពីសម័យណាមកហ្នឹងខ្ញុំមិនដឹងទេអត់ដឹងទេថ្លៃទឹកដោះហ្នឹងគឺគេប្រើតាមស្រុកខ្លះបើស្រុកខ្ញុំគេប្រើពាក្យផ្សេងគេប្រើពាក្យយកថ្លៃផ្ទះស្រុកខ្ញុំណាគេមិនប្រើយកថ្លៃទឹកដោះទេពីមុនឥឡូវហ្នឹងក៏នៅប្រើដែរប៉ុន្តែពីមុនតាមខ្ញុំធ្លាប់លើគេប្រើពាក្យទៅយកថ្លៃផ្ទះតាមដែលបំណងរបស់ចាស់ថាបង្កប់ថ្លៃផ្ទះហ្នឹងដូចចម្រៀងពីដើមមិនច្រៀងអញ្ចឹងសមុទ្រច្រៀងបងទៅដល់ដឹងអូនម្ដាយអូនបង្កប់ផ្ទះហ្នឹងបង្កប់ផ្ទះគឺมันប្រើថ្លៃទឹកដោះហ្នឹងតែស្រីថាតើបងថាមិនដេចខ្លះតែប្រុសថាបងថាខ្លួនបងក្រណាស់តែស្រីថាកុំខឹងនឹងចាំងអញ្ចឹងខ្ញុំមាន reference ចម្រៀងហ្នឹងមួយថាមិនមែនគេទាថ្លៃទឹកដោះទេក្រុមខ្លះគេទាថ្លៃផ្ទះណាចម្រៀងមួយទៀតពាក់ព័ន្ធនឹងផ្ទះហ្នឹងក៏ចឹងដែរផ្ទះប៉ាត់វាមានហៅណាំងផ្ទះកន្តាំងវាមាន3ខ្នងបើអូនស្រឡាញ់បង4 10ខ្នងក៏បងឲ្យដែរហ្នឹងហើយអញ្ចឹងពីដើមគេបង្កប់ផ្ទះហ្នឹងហើយយើងឥឡូវប្រើថ្លៃទឹកដោះហ្នឹងក៏មិនដឹងកើតទៅពីណាមកដែរយើងថាមិនល្អប៉ុន្តែវាមានចំណុចល្អត្រង់ថាគាត់ចង់ឲ្យកូនស្រីគាត់នឹងទៅមនុស្សបុរសដែលមានសមត្ថភាពអញ្ចឹងណាហ្នឹងហើយពីព្រោះបុរសតាមទម្លាប់ខ្មែរយើងពីដើមមកគឺថាគេប្រៀបដូចជាមាសទឹកដប់ហ្នឹងហើយអាហ្នឹងពីមុនតែឥឡូវហ្នឹងយើងវាមិនសូវប្រកាន់អញ្ចឹងទេប៉ុន្តែចង់ថាពីមុនតែបុរសហ្នឹងវាទោះជាមានស្រីមានប្រពន្ធអីប្រហែលដងហ្នឹងក៏ដូចមាសទឹកដប់អញ្ចឹងវាមិនคลายទឹកវាមិនធ្លាក់ទឹកទេតែដូចមាសទឹកដប់ទៅធ្លាក់ចូលភក់អីមិនលើមកវិញទឹកដប់ដដែលចាំនិយាយអញ្ចឹងណាអញ្ចឹងបានគេមិនទៀមទាថ្លៃអីមកខាងប្រុសទេពីព្រោះប្រុសវាមិនចេះចុះថ្លៃតែខាងស្ត្រីតែគ្នារៀបការហើយវាចុះថ្លៃហ៎អាហ្នឹងតាមទំនៀមដែលប្រកាន់មកណាអញ្ចឹងមកជីវិតមុននឹងឲ្យកូនរៀបការកូនស្រីមានតែ1 2 3អីក៏ដោយប៉ុន្តែឲ្យរៀបការក៏ត្រូវឲ្យទៅលើនរណាដែលមានសមត្ថភាពអញ្ចឹងបើគេបង្កប់ផ្ទះកុំឲ្យការឲ្យទៅវាអត់មានផ្ទះនៅណាហ្នឹងហើយយកផ្ទះហ្នឹងមិនយកទៅណាយកឲ្យកូនទាំងពីរហ្នឹងដដែលហ្នឹងប៉ុន្តែឲ្យខាងប្រុសហ្នឹងជាអ្នកបើថាស្រឡាញ់ប្រពន្ធស្រឡាញ់ចង់បានហើយត្រូវបង្កើតគ្រួសារត្រូវរលុយរកាក់ខំប្រឹងប្រែងទោះជាមិនប្រឹងប្រែងសម័យពីដើមគឺមិនដែលទៅរលុយរកាក់ឯណាទៅធ្វើផ្ទះឲ្យខំទៅកាប់ឈើហ្នឹងអាចទៅកាប់ឈើអាចទៅរោឈើចឹងណារោឈើលុយកាក់តិចតួចទិញដបលទិញអីចឹងឯងប៉ុន្តែបើឈើទៅខំកាប់កោះខ្លួនឯងយកមកឲ្យបានធ្វើមួយខ្នងពីរខ្នងអីបានចឹងទៅបានគេរៀបការនៅលើផ្ទះហ្នឹងតែហ្មងកន្លែងហ្នឹងវាគិតទៅវាល្អមួយយ៉ាងដែរហ្នឹងហើយយកផ្ទះហ្នឹងពុកម្ដាយខាងស្រីហ្នឹងក៏គាត់គ្មានយកមកធ្វើមានអីខ្លួនគាត់ទេគាត់ថាឲ្យវាទុកចិត្តថាកូនប្រុស
ជាកូនប្រសារបស់គាត់ហ្នឹងអាការយកកូនស្រីគាត់ទៅហ្នឹងតើបង្កើតគ្រួសារល្មិចមានផ្ទះមានសបែងនៅអត់អញ្ចឹងណាអញ្ចឹងបានគេបង្កប់ផ្ទះតែរឿងថ្លៃទឹកដោះហ្នឹងខ្ញុំមិនដែលឮពីក្មេងមកឮពីណាមកខ្ញុំមិនដឹងដែរទៅស្រុកខ្ញុំធ្វើផ្ទះមែនហ្មងអត់ទៅដណ្ដឹងហើយគឺបង្កប់ផ្ទះបើធ្វើផ្ទះហ្នឹងមិនហើយគឺផ្ដាច់អាហ្នឹងលក្ខខណ្ឌហ្នឹងហើយធ្វើផ្ទះបណ្ណាអញ្ចឹងទៅឲ្យធ្វើផ្ទះបានហើយការមួយយ៉ាងដែរអញ្ចឹងអាហ្នឹងខ្ញុំដឹងរឿងហ្នឹងប៉ុណ្ណឹងខ្ញុំមិនឆ្លើយឲ្យលើសហ្នឹងទេរឿងថាមានពីណាមកក៏ខ្ញុំមិនដឹងដែរថ្លៃទៅដោះណាហើយមូលហេតុអីបានយកទៅពីប្រុសថាប្រុសវាមិនចេះចោះថ្លៃគេមិនបាច់យកហ្នឹងហ្នឹងក្នុងន័យហ្នឹងពួកយើងទៅការកូនគេហើយធ្វើកូនគេឲ្យធ្លាក់ថ្លៃហើយអញ្ចឹងការលើកទី1ហ្នឹងគឺត្រូវឲ្យវាធំបន្តិចនៅមានតម្លៃយកផ្ទះបានអញ្ចឹងណាហ្នឹងហើយខ្ញុំគិតថាល្អដែរតាកុំយកទៅស្រឡាញ់យកកូនគេទៅលហាមហូតកន្លែងនៅគ្មានអាហ្នឹងវាពិបាកដែរព្រោះផ្ទះតូចផ្ទះធំអីក៏វាមានទំនំអញ្ចឹងណានឹងច័ន្ទមុទិតានៅតកៅខ្ញុំធ្វើផ្ទះសិនបានការហ្នឹងហើយស្រុកតកៅខ្ញុំចង់និយាយរឿងស្រុកតកៅហ្នឹងហើយខេត្តតកៅហ្នឹងខ្ញុំនៅតកៅដែរណាខ្ញុំនៅចាំទិដ្ឋភាពហ្នឹងហ្នឹងហើយដល់ពេលហើយគាត់មានយកផ្ទះហ្នឹងទៅណាឲ្យកូនទាំងពីរហ្នឹងណាយើងស្ដាប់ទៅដូចខាងស្រីហ្នឹងទៀមទាណាស់អញ្ចឹងប៉ុន្តែធៀបពិតដើម្បីឲ្យកូននឹងកសាងគ្រួសារខ្លួនឯងហ្នឹងឯងវិញមិនរួចឈ្មោះនេះ QVYN ទៀតជំរាបសួរលោកគ្រូខ្ញុំបាទតែងតែកាន់នៅអបអរសាទរសិលរៀងរាល់ថ្ងៃសិលចង់សួរលោកគ្រូថាសម្រាប់បញ្ញត្តិទី8ឧចាសយនមហាសយនាតើខ្ញុំអាចគេងលើពូកក្រែធម្មតាបានទេឬក៏តម្រូវឲ្យគេងលើកន្ទេលឬនៅលើឥដ្ឋពូកដែលហាមពូកគោពូកសំឡីអេប៉ុងនេះមិនរាប់ទេអញ្ចឹងណាពូកអេប៉ុងពីជួរពីសបកឈើអីនេះមិនហាមទេមួយវិញទៀតសម្រាប់និច្ចសិលនិងអបអរសាទរសិលក្នុងសិក្ខាបទនីមួយៗមិនមានហាម5រឿងលបែងស៊ីសងនោះទេរឿងនេះពិតមែនទេលោកគ្រូបាទពិតមែនប៉ុន្តែយើងក៏បីដឹងថាយើងមានវិន័យថែមទៀតគឺវិន័យរបស់កុហកនៅក្នុងសង្ឃេលកៈសូនហ្នឹងការវាចាអបាយមុខការប្រព្រឹត្តអបាយមុខដែលវិន័យហ្នឹងអាហ្នឹងកាលណាយើងប្រព្រឹត្តអាហ្នឹងគឺខុសនឹងវិន័យរបស់យើងផ្សេងទៀតមានលបែងស្រីលបែងស្រាលបែងស៊ីសងបាបប្រមិតការដើរលេងយុបលុបខុសកាលហើយនឹងដើរមើលមហោស្រពហ្នឹងហើយបន្តទៀតបើសិនជាខ្ញុំកាន់សិលហើយលេងវីដេអូហ្គេមដើម្បីជាការកម្សាន្តតើអាចដាច់សិលដែរឬទេឧបោសថដាច់បាទដាច់ទេលេងហ្គេមលេងអីមើល Facebook គេរំគេរែកអីហ្នឹងដាច់ហើយឧបោសថមើល YouTube មើលអីក៏ផ្លែងលេងដូចជាលបែងជាសត្រូវដល់កុសលធម៌ឧបោសថសិលមែនទេបើចង់រក្សាឧបោសថសិលកុំមើល Facebook កុំមើលអីខុសពីធម៌ថ្ងៃឧបោសថហ្នឹងមិនចឹងទេដាច់ម៉ត់មាននៅទេ TikTok អីនេះសិតតែលបែងដែលមើលទៅដាច់ឧបោសថទាំងអស់ហ្នឹងតែក៏ផ្លែងយកក៏ផ្លែងឡើងហ្នឹងហើយតែបើនិច្ចសិលអត់ដាច់ទេបញ្ញសិលគឺអត់ដាច់សិក្ខាបទទេតែបើសិនជាឧបោសថសិលយើងមើល
ណាចគីតវេតិតវិសោកទេសនាកិរិយាវិចានៅការរំច្រៀងប្រគំដំគោះនឹងមើលស្ដាប់ឬមើលនៅលបែងដែលជាកុសលដែលជាសត្រូវដល់កុសលធម៌ហ្នឹងហើយចឹងសម្រាប់អ្នកអបអរសុទ្ធសិលឲ្យច្បាស់ណាថ្ងៃអបអរសុទ្ធដែលយើងរក្សាអបអរសុទ្ធហ្នឹងបើមើល YouTube ក៏ដោយមើល Facebook ក៏ដោយគឺសម្រាប់តែតាក់ទងគ្នាហើយនឹងស្ដាប់ធម៌ទៅបានហើយអាហ្នឹងអត់ដាច់ទេតែបើថាមើលលេង scroll ក៏ scroll ឡើងហ្នឹងដាច់ហើយនៅទេរូបភាពច្រើនក៏តែ entertain ហ្នឹងហ្នឹងខ្ញុំឆ្លើយចូលបើសិល5ហ្នឹងអត់ដាច់ទេព្រោះអត់មានណាច់គីណាច់គីតៈហ្នឹងគីតៈនឹងចម្រៀងណាច់ច្រៀងរំច្រៀងណាបើវិខសាមណេរកាន់តែ vivo អាហ្នឹងឲ្យតែមើលលបែងអីទាំងអស់ហ្នឹងហ្នឹងខសាមណេរមើលអត់ដាច់មើលបានតែធរហ្នឹងឯងទៅមើលកប្លុកកប្លែងទៅមើលរំច្រៀងហ្នឹងវិខត្រាបាត់បាចិត្តយៈទៅសាមណេរហ្នឹងដាច់សិក្ខាបទដាច់សិលហ្មងហ្នឹងប៉ុន្តែឧទាហរណ៍លោក scroll រកស្ដាប់ធម៌ប៉ុន្តែ scroll ហ្នឹងទៅវាចេះតែឃើញប៉ុន្តែយកលោកឲ្យយកទៅដាក់ឯងដឹងថាមិនមែនធម៌លោកហួសដឹងថាមិនមែនធម៌លោកហួសអាហ្នឹងមិនដាច់ទេមិនគ្រាន់តែ scroll ទៅប៉ះទៅដាច់ទេតើដាក់ចិត្តស្ដាប់ដាក់ចិត្តមើលអញ្ចឹងវាមើលនៅក្នុងអង្គណាទៅដើម្បីស្ដាប់ឬមើលហើយបានស្ដាប់ឬមើលមានបំណងស្ដាប់ឬមើលប៉ុន្តែយើងថាចង់ស្ដាប់ធម៌scroll ទៅក្រៃលោកឃើញបាទសន្តិជានិយាយធัวទៅណាភ័យគាត់មិនឃើញបាទ scroll ទៅវាចេះតែឃើញគេរំគេរែកអីតាមដំណើរអញ្ចឹងណាអត់យកចិត្តទុកដាក់ទេឃើញទៅហើយទៅហួសឃើញទៅហើយទៅហួសអត់អីហ្នឹងតែបើផ្អាកសិនចេញមើលសិនគេលេងអីអាហ្នឹងត្រូវមុនសុភាពជំរាបសួរលោកគ្រូជាទីគោរពពីចម្ងាយខ្ញុំមានសំណួរមួយអ្នកម្ដាយនិងលោកឪពុកអ្នកម្ដាយក្មេកខ្ញុំគាត់ចែកឋានយូរហើយខ្ញុំមិនដែលសប្តិឃើញសោះប៉ុន្តែកូនស្រីខ្ញុំឧស្សាហ៍សប្តិឃើញគាត់ហើយបាននិយាយជាមួយគាត់ហើយបើមានរឿងអ្វីតែងតែដឹងមុនតែអ្វីទៅលោកគ្រូសូមលោកគ្រូជួយបកស្រាយផងអរគុណបាទរឿងយល់សពវានៅតែជារឿងយល់សពហ្នឹងហើយយូរទៅថាមានរឿងអីតែងតែដឹងមុនហ្នឹងយូរវាកប់ជួនម្ដងអីចឹងវាតែងតែដឹងមុនគ្រប់តែរឿងនោះវាមិនទេគ្រាន់តែថាកប់ជួនម្ដងមកកាលអីចឹងណាទៅធ្លាប់តែម្ដងពីរដងចឹងទៅយើងថាតែងតែដឹងមុនហ្នឹងហើយចឹងមកពីហេតុអីហ្នឹងខ្ញុំដឹងមិនច្បាស់ទេអញ្ចឹងណាតែរឿងយល់សពវាមាន4តែអាចយល់សពហ្នឹងជួនកាលមកពីទេវតានិមិត្តពួកទេវតាគេបណ្ដាលឲ្យយល់សពបើទេវតាមានចិត្តល្អទៅក៏គេឲ្យដឹងរឿងពិតទៅហើយបើទេវតាហ្នឹងចង់ញោះលេងសើចអីទៅក៏កុហកទៅអញ្ចឹងទេវតាមានខូចមានមិនខូចចឹងដែរហើយវាសពខ្លះទៀតមកពីកម្មនិមិត្តកម្មហ្នឹងវានិមិត្តឲ្យឃើញជារបៀបប្រស្នាបើជាកម្មនិមិត្តច្រើនជារបៀបប្រស្នាហើយដល់ទៅមួយទៀតនោះគឺមកពីចិត្តរវើរវាយទៅក៏ចេះតែយល់សពទៅណាព្រោះហេតុធំដែលនាំឲ្យយល់សពហ្នឹងគឺមកពីមានឧទ្ធចៈរវើរវាយរាយមាយចិត្តហ្នឹងអញ្ចឹងបានព្រះរហន្តលែងយល់សពហើយព្រោះអស់ឧទ្ធចៈទោះយល់សពណាក៏លែងមានដែរតែមួយទៀតដោយសុខភាព
ក្នុងធម៌ហៅថាប្រមាថកម្រើកហ្នឹងគឺពាក់ព័ន្ធនឹងសុខភាពការស្ទះចរន្តឈាមណាមួយដូចខ្ញុំធ្លាប់យល់សពឃើញខ្មោចបាត់ពេលខ្ញុំផ្ទៀងមើលអរិយាប័ត្ររបស់ខ្ញុំមកពីដាក់អរិយាប័ត្រអត់ត្រូវកាលទៅអាមេរិកនៅវត្តសង្ឃារាមហ្នឹងវាអត់មានខ្នើយទៀតទេមានអាខ្នើយបថៅវាចេះអាខ្នើយគួរចេះកាលនោះសិនទៅវាកងាច់កចេះវាកងាច់ខ្លាំងហើយខ្ញុំចូលចិត្តតែខ្នើយទៀត3ដងឲ្យតែលក់បន្តិចទៅគឺឃើញស្អីមកសកត់កនឹងមកមិនរួចទៅមកលក់ទៀតសកត់ទៀតលក់ទៀតសកត់ទៀតតែក្នុងចិត្តហ្នឹងដឹងថាវាមិនមែនស្អីទេគឺមានបញ្ហាអីខុសប្រកដីអញ្ចឹងទៅក៏ខ្ញុំដកខ្នើយនឹងចេញទៅបត់ជីវរទៅឲ្យទៀបមុំដាក់ឲ្យវាត្រង់ឲ្យឈាមវារត់ដល់ក៏លែងឃើញពីណាមកសកត់អីទៅតែទឹកមកវាកងាច់កឈាមយើងវាដើរមិនស្រួលចឹងពេលយើងសម្រាកហ្នឹងកុំកាយខ្នើយខ្ពស់ឡើងកងាច់នាំឲ្យបញ្ហាស្ទះសរសៃឈាមរត់មិនដល់សពក្បាលហ្នឹងហើយហើយមូលហេតុនៃការយល់សពហ្នឹងវាមាន4ហ្នឹងប៉ុន្តែថាកូនស្រីហ្នឹងយល់សពដោយមួយណានោះគឺវាអត់មានអីទៅដឹងតែថាខ្ញុំមិនដឹងហ្នឹងគឺមិនដឹងថាតើគាត់យល់សពដោយហេតុមួយណាអញ្ចឹងណាមិនដឹងអញ្ចឹងព្រោះយើងអត់មានញាណអីពិសេសដើម្បីដឹងទេសុផានរិនជំរាបសួរលោកគ្រូសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះការបង្រៀនធម៌ពិតរបស់ព្រះសម្មាសម្ពុទ្ធខ្ញុំជាសិស្សក្រៅថ្នាក់ម្នាក់កំពុងសិក្សាមេរៀនសតិប្បដ្ឋានតាមរយៈ YouTube playlist ដែលមានចំណងជើងថាមេរៀនសតិប្បដ្ឋានក្នុងជីវិតបច្ចុប្បន្នខ្ញុំមានសំណួរមួយចង់ឲ្យលោកគ្រូពន្យល់អំពីសតិនិងសម្បជញ្ញៈតើពេលណាសតិកើតឡើងជាមួយសម្បជញ្ញៈពេលណាសតិកើតឡើងដោយគ្មានសម្បជញ្ញៈហើយពេលណាសម្បជញ្ញៈកើតឡើងដោយគ្មានសតិសូមផ្ដល់ឧទាហរណ៍ឲ្យបានច្រើនផងដើម្បីឲ្យខ្ញុំយល់បានច្បាស់អរគុណច្រើនសម្រាប់ការណែនាំធម៌របស់លោកគ្រូបាទបើយើងសិក្សាពីការកើតឡើងនៃសតិនិងបញ្ញាយើងឃើញថាយើងដឹងហើយសម្បជញ្ញៈអង្គធម៌គឺបញ្ញាណាហ្នឹងប៉ុន្តែក្នុងបទសូត្រយើងហៅសម្បជញ្ញៈប៉ុន្តែអង្គធម៌បរមត្ថរបស់សម្បជញ្ញៈហ្នឹងពូជដើមរបស់វាហ្នឹងគឺបញ្ញាណាចឹងនៅក្នុងសោបនៈចេតសិកទាំងអស់មានសោបនៈសាធារណៈចេតសិក19សោបនៈសាធារណៈចេតសិក19ហ្នឹងវាតែងតែកើតជាមួយសោបនៈចិត្តទាំងអស់អញ្ចឹងណាអញ្ចឹងឆ្លើយដូចខាងចុងមុនថាពេលណាដែលសម្បជញ្ញៈហ្នឹងកើតឡើងដោយគ្មានសតិមិនអាចទេសម្បជញ្ញៈមិនអាចកើតឡើងដោយគ្មានសតិបានទេមានតែសតិទេដែលអាចកើតឡើងដោយគ្មានសម្បជញ្ញៈអញ្ចឹងណាពីព្រោះតួសម្បជញ្ញៈគឺជាតួបញ្ញាហើយតួបញ្ញាវាកើតតែជាមួយនឹងមហាកុសលញាណសម្បយុទ្ធនិងពួកកុសលចិត្តខ្ពស់សោបនចិត្តខ្ពស់គឺឈានចិត្តឬក៏លោកុត្តរចិត្តចឹងទៅហ្នឹងហើយរាប់ពីមហាកុសលញាណសម្បយុទ្ធឡើងទៅសតិនិងបញ្ញាហ្នឹងមិនដែលបែកគ្នាទេអញ្ចឹងណាដូចជាពួកឈានចិត្តលោកុត្តរចិត្តហ្នឹងសតិនិងបញ្ញាហ្នឹងមិនដែលបែកគ្នាទេកើតជាមួយគ្នារហូតពីព្រោះជាញាណសម្បយុទ្ធចិត្តឬថាជាតហេតុកចិត្តហ្នឹងណាដោយឡែកសតិនិងបញ្ញានេះវាអាចបែកគ្នានៅក្នុងមហាកុសលឬក៏កាមាវចរៈសោបនៈណាកាមាវចរៈសោបនៈនៅក្នុងកាមាវចរៈសោបនៈមាន24មានមហាកុសល8មានមហាវិបាក8និងមហាកិរិយា8ក៏ប៉ុន្តែ
នៅពេលដែលព្រះអង្គសម្ដែងពីធម៌មានឧបការៈច្រើនគឺសតិនិងសម្បជញ្ញៈនោះព្រះអង្គមិនសម្ដែងនៅក្នុងវិហារវិបាកទេណាគឺសម្ដែងសង្កត់ធ្ងន់នៅក្នុងមហាកុសលដែលជាធម៌គួរចម្រើនមហាវិបាកយើងចម្រើនអត់កាលទេអ្វីត្បិតថាមហាវិបាក8ហ្នឹងមានបញ្ញា4អត់បញ្ញា4តែសតិមាននៅគ្រប់ក្នុងនឹងឯងក៏ប៉ុន្តែសតិនិងបញ្ញានៅក្នុងមហាវិបាកនោះវាមិនមែនធ្វើកិច្ចចម្រើននោះទេវាគ្រាន់តែជាវិបាកតែដែលព្រះអង្គសម្ដែងពីធម៌មានឧបការៈច្រើនពីរហ្នឹងគឺសម្ដៅសង្កត់ធ្ងន់នៅក្នុងមហាកុសលអញ្ចឹងហេតុអីបានជាព្រះអង្គសម្ដែងថាធម៌ពីរជាធម៌មានឧបការៈច្រើនសតិមួយសម្បជញ្ញៈមួយកន្លែងហ្នឹងក៏ហាក់បីដូចជាព្រះអង្គសរសើរមហាកុសល4ដួងណាគឺមហាកុសលញាណសម្បយុត្តគឺដួងទី1ទី2ហើយនឹងទី5ទី6អញ្ចឹងណាហ្នឹងហើយអញ្ចឹងកាលណាបើយើងសិក្សាបរមត្ថផលខ្ញុំគ្រាន់តែប្រាប់អង្គធัวទៅយើងដឹងថាអូសម្បជញ្ញៈស្អីគេណាសម្បជញ្ញៈនឹងមិនមែនស្អីថ្មីមកពីណាទេគឺតួបញ្ញានឹងឯងអញ្ចឹងណាហ្នឹងហើយអញ្ចឹងសតិដែលមិនមានសម្បជញ្ញៈគឺសតិដែលកើតនៅក្នុងមហាកុសលញាណវិបយុត្តអញ្ចឹងណាយើងទៅវែកញែកនៅក្នុងបរមត្ថវិញហើយសតិដែលមានសម្បជញ្ញៈនៅជាមួយគឺជាសតិនៅក្នុងមហាកុសលញាណសម្បយុត្តហ្នឹងហើយអញ្ចឹងទៅហែកមើលនៅក្នុងមហាកុសល8ទៅដឹងហើយអញ្ចឹងណាហ្នឹងហើយសម្បជញ្ញៈហ្នឹងគ្រាន់តែជាពាក្យកម្លាយคล้ายមកតែតួធម៌ដើមគឺតួបញ្ញានឹងឯងណាតែមិនមានសម្បជញ្ញៈមួយណាដែលគ្មានសតិនោះទេអញ្ចឹងហ្នឹងហើយកើតមិនបានទេពីព្រោះសោបនៈធម៌ណាក៏មានតួសតិដែរណាផ្ដើមមកសទ្ធាសតិហេរិអតបៈហ្នឹងគឺថាមានមកកផ្លេមកឲ្យថាសពុធោកុសលឬក៏សោបនៈធម៌សោបនៈចិត្តណាឧត្តមសូមជម្រាបនិងគោរពទៅពងពូលោកគ្រូខ្ញុំបាទមានសំណួរចង់សួរលោកគ្រូតើគួរធ្វើយ៉ាងណាឬវិធីសាស្ត្រណាចំពោះមនុស្សច្រណែនឈ្នានីសយើងណាវិធីសាស្ត្រមិនអាចប្រាប់តែមួយបានទេពីពាក្យប៉ុនថាតើកម្រិតនៃអ្នកច្រណែនឈ្នានីសហ្នឹងវាមានកម្រិតណានៅចិត្តឬនៅឆ្ងាយសាច់ចិត្តឬសាច់ឆ្ងាយជាញាតិឬក៏ជាអ្នកក្រើនអញ្ចឹងណាវាតាមកម្រិតចឹងទៀតហ្នឹងហើយចំណែនគ្នានេះខ្លះបើសិនឈ្នានីសខ្លះបើសិនជាវាត្រឹមតែជាអាការៈត្រឹមតែជាពាក្យសម្ដីវាមិននាំឲ្យប៉ះពាល់ដល់ការរស់នៅទេណាបើងើយខ្លះទៅធ្វើតែការងាររបស់យើងទៅវាអត់មានបញ្ហាអីទេប៉ុន្តែបើវាដល់ថ្នាក់គ្រោះថ្នាក់ដល់ការបាត់បង់ទ្រព្យសម្បត្តិដល់ការប៉ះពាល់ដល់សន្តិសុខអីអាហ្នឹងបានយើងទៅតាមផ្លូវច្បាប់អញ្ចឹងណាហ្នឹងហើយតែថាវាមិនដល់ថ្នាក់បាត់បង់ទ្រព្យសម្បត្តិមិនដល់ថ្នាក់គ្រោះថ្នាក់ដល់រាងកាយមិនគ្រោះថ្នាក់ដល់ការបែកបាក់គ្រួសារយើងដោយការចាក់ចុចអំពីគេទេវាមានរឿងអីទៅត្រូវដោះស្រាយផងព្រោះធម្មតាពុទ្ធជនសិតតែមានធัวចំណែនដែរអញ្ចឹងមិនទៅដោះស្រាយអីមួយគាត់ដោះស្រាយទៅចិត្តយើងកុំឲ្យចំណែនគេនេះទេតែត្រូវទីមួយបើឃើញគេចំណែនល្អឬអាក្រក់បើឃើញគេចំណែននឹងជាធัวអាក្រក់រឿងបឋមហ្នឹងគឺត្រូវហាមធัวចំណែនហ្នឹងកុំឲ្យកើតចិត្តយើងដូចឃើញគេប្រឡាក់លមួកអញ្ចឹងណារឿងសំខាន់កុំឲ្យយើងប្រឡាក់ដែរហ្នឹងហើយរឿងធំបំផុតរឿងធំបំផុតឃើញគេធ្វើអាក្រក់អីមួយនោះគឺថាត្រូវតែច្បាស់តែយើងមិនអាក្រក់អញ្ចឹងដែរនៅរឿងដែលយើងអាចធ្វើបានតែឃើញគេធ្វើអាក្រក់អាចធ្វើម៉េចកុំឲ្យគេធ្វើអាក្រក់នោះវាមិនមែនជាវិស័យរបស់យើងទេ
vàដូចពាក្យថាមួយព្រះអង្គសម្ដែងថាពាក្យចាក់ដោតរបស់បុគ្គលដទៃបុគ្គលមិនក៏បីធ្វើទុកក្នុងចិត្តទេរឿងកិច្ចតែគួរធ្វើទុកក្នុងចិត្តនោះគឺត្រូវមើលថាតើកិច្ចណាធ្វើហើយកិច្ចណាមិនទាន់ធ្វើហ្នឹងហើយឡើយទៅដល់សម្អាតមនុស្សដទៃនឹងអត់ទេព្រះធ្វើមិនបានហ្នឹងព្រះអង្គមានទូនាទីតែពីរទេទីមួយគឺប្រឹងប្រែងដើម្បីឲ្យបានឃើញច្បាស់នៅសច្ចធម៌ហ្នឹងបានឃើញនៅផ្លូវពិតប្រាកដហ្នឹងហើយចែកផ្លូវដល់អ្នកដទៃតែព្រះអង្គមិនអាចប្រតិបត្តិជំនួសអ្នកដទៃបានទេអញ្ចឹងព្រះអង្គអាចត្រឹមរកផ្លូវនឹងឃើញហើយយកមកចែកដល់បុគ្គលដទៃតែដាច់ខាតពុទ្ធមិនអាចប្រតិបត្តិជំនួសអ្នកដទៃបានទេនឹងប្រាប់បានតែព្រះអង្គប្រតិបត្តិជំនួសមិនបានខ្វះអីញាតព្រះអង្គខ្លះអត់ប្រតិបត្តិពធហើយប្រមាថពធប្រមាថទាំងព្រះសម្មាសម្ពុទ្ធធ្លាក់នៅរស់ដល់រាល់ថ្ងៃហ្នឹងតន់ងើបរួចហ្នឹងញាតផងហ្នឹងហើយអញ្ចឹងមេគាពធនេះបច្ចតតាំងវេទិតាពោវិញ្ញូហេជាធម៌គឺនៅប្រែទាំងឡាយមានអុគដេតាញ្ញូជាដើមដឹងពិតឃើញពេចដោយបច្ចវេកណញាណគឺថាបច្ចវេកណញាណមានតែញាណពិចារណាដោយខ្លួនឯងប្រែអញ្ចឹងញាណដែលពិចារណាដោយខ្លួនឯងឃើញច្បាស់ដោយខ្លួនឯងប្រហែលពុទ្ធប្រតិបត្តិជំនួសមិនបានមានតែកាយកលេសទេអត់កោតប្រហែលពុទ្ធនោះកាយកលេសមនុស្សអត់កោតទេបានតែបង្ហាញផ្លូវឯងបង្ហាញទៅគេជ្រះថ្លាទៅគេចម្រើនកុសលទៅលះអកុសលដោយខ្លួនគេហ្នឹងឯងតែថាព្រះអង្គសម្ដែងធម៌ឲ្យគេជ្រះថ្លាហើយមកពីគេដាក់ចិត្តហ្នឹងគេដាក់ចិត្តស្ដាប់ហ្នឹងដាក់ចិត្តស្ដាប់ហើយជ្រះថ្លាទៅក៏កុសលនឹងកើតឡើងលះនៅបាបធម៌ដោយខ្លួនឯងគ្មានប្រពុតឯណាទៅលះបាបឲ្យពីណាមួយសូម្បីតែប៉ុនក្បាលចៃទេអត់ត្មងបើប្រពុតមានអំណាចលះបាបឲ្យសត្វលោកវិញព្រះអង្គមិនបាច់ប្រឹងសម្ដែងធម៌ទេបាច់ទេប្រើតែមុនវិជាការរបស់ព្រះអង្គនឹងទៅរឹតបារមីរបស់ព្រះអង្គសូត្រផ្លុំមនុស្សអស់កលេសលីតែវាអត់ទេហើយដូចខ្ញុំលើកឡើងអញ្ចឹងថាការប្រងើយកន្តើយចំពោះអ្នកចំណែនស្នេហ៍នេះខ្លះគឺចំពោះអ្នកដែលមិនបានប៉ះពាល់ដល់រាងកាយយើងឬក៏ទ្រព្យសម្បត្តិឬក៏ការងាររបស់យើងតែបើវាធ្ងន់ធ្ងរហើយអាហ្នឹងយើងត្រូវដោះស្រាយតាមច្បាប់អត់មែនដោះស្រាយតាមកំហឹងទេនៅតែដោះស្រាយដោយភាពវៃឆ្លាតLovely Joy សូមអធិស្ឋានលោកគ្រូមិនដែលខ្ញុំចង់សួរសូមសួរលោកគ្រូតេតួងនឹងសមាធិចក្រាតើអាចព្យាបាលជំងឺឬទេលោកគ្រូដោយសារនៅខាងខ្មែរមានគ្រូគេបើកបង្រៀនធ្វើសមាធិដើម្បីព្យាបាលជំងឺហើយថានឹងក៏ជាធម៌របស់ព្រះពុទ្ធដែរនឹងគាត់ធ្លាប់ស្ដាប់គុណម្ចាស់សមន្ទរនៅសង្ឃដីកាថាមានគេធ្លាប់ជាដោយការសមាធិនឹងដែរបាទខ្ញុំអត់ដឹងទេខ្ញុំមិនដឹងតែខ្ញុំនិយាយពីធម៌កាលពីហេតុជំងឺកើតដោយហេតុ4ធំជំងឺរោគទាំងឡាយហ្នឹងអាពាធហ្នឹងកើតពីហេតុធំទីមួយហៅថាកម្មសមុដ្ឋានាអាពាធាអាពាធឬថាជំងឺតម្កាត់កើតអំពីកម្មអញ្ចឹងណាកើតពីកម្មអញ្ចឹងបើអាពាធវាកើតពីកម្មព្យាបាលមិនក៏មិនជាដែរវាលែងតែកុសលកម្មណាដែលវាខ្លាំងវាចូលទៅកាត់ផ្ដាច់នៅវិបាកកម្មចាស់អាហ្នឹងអាច
តែថ្នាំព្យាបាលមិនជាទេព្រោះវាកើតពីកម្មទី2ហៅថាអាហារសមុទ្ឋានាអាពាធាអាពាធកើតអំពីអាហារណាចឹងកាលណាបរិភោគអាហារខ្លះដែលវាមានផលប៉ះពាល់ដល់សុខភាពហើយយើងនៅតែបន្តបរិភោគអាហារបែបហ្នឹងទៀតខ្ញុំគិតថាទោះសមាធិមិនក៏វាមិនជាពីព្រោះហេតុវាកើតរហូតវាទៅដល់សម្រួលរបបអាហារព្រោះអាពាធខ្លះវាកើតពីអាហារទោះលេបថ្នាំល្អមិនក៏ដោយបើអាហារហ្នឹងដឹងថាវាប៉ះពាល់ដល់សុខភាពយើងនៅតែហូបវាទៀតហើយទី3ឧតកសមុទ្ឋានាអាពាធាអាពាធកើតអំពីឧតកអាពាធកើតអំពីឧតកហ្នឹងគឺសំដៅទៅដល់អាកាសធាតុប្រែប្រួលឬក៏ virus ដែលជាមេរោគឆ្លងនេះមានតែថ្នាំទេព្យាបាលហ្នឹងអាងថ្នាំសុទ្ធមកធ្វើបុណ្យមិនក៏មិនជាដែរសមាធិល្មិចក៏មិនជាដែរព្រោះវាជាប្រភេទនៃមេរោគទីឲ្យកូវីដចឹងទៅសមាធិមិនឲ្យជាកូវីដព្រោះវាជាមេរោគវាកើតនៅរូបកាយវាមានកើតមួយចិត្តឯណាមេរោគដែលកើតក្នុងកាយដែលវាស៊ីកោសិការាងកាយវាត្រូវតែព្យាបាលផ្នែកវេជ្ជសាស្ត្រកើតជំងឺគ្រុនចាញ់ហើយទៅអង្គុយសមាធិមិនឲ្យជាឬក៏កើតជំងឺអាសន្នរោគទៅព្យាបាលទៅសមាធិល្មិចជាបើវាជាមេរោគឃើញទេប៉ុន្តែវាអាចមានរោគកើតពីចិត្តសមុទ្ឋានាអាពាធាអាពាធកើតពីចិត្តនឹងវា stress ច្រើនទៅវា depression ច្រើនទៅវាគិតខ្វល់ខ្វាយច្រើនទៅដេករំលក់ទៅវានាំឲ្យរាងកាយហ្នឹងមិនស្រួលដែរអញ្ចឹងការណារៀបសម្រួលចិត្តបានអាពាធហ្នឹងក៏វាជាដែរវាធូរដែរហ្នឹងហើយមានចាំបាច់ដល់សមាធិស្អីផងសូម្បីតែអ្នកស្ដាប់ធម៌យល់ពីមុនលេបថ្នាំសរសៃប្រសាទដល់ស្ដាប់យូរទៅវាយល់ទៅវាលែងខ្វល់ច្រើនទៅខ្វះអ្នកស្ដាប់អង្គសាមសុជីឲ្យឈប់លេបថ្នាំសរសៃប្រសាទមកកណ្ដោមិនតាន់ដែលអួតផងនេះព្រោះដឹងច្បាស់ថាអានឹងគ្រូកើតពីចិត្តដែលលេបថ្នាំជំងឺផ្លូវចិត្តដែលច្រើននោះមិនមែនទៅព្យាបាលជំងឺរាងកាយទេគឺជំងឺកើតពីផ្លូវចិត្តវាអត់ស្រួលអញ្ចឹងក៏វាអាចមានសមាធិខ្លះដែរនៅពេលដែលសមាធិទៅយើងផ្ដោតទៅលើស្អីមួយទៅវាមិនសូវគិតរឿងអីច្រើនទៅមិនសូវគិតអីច្រើនក៏ឡើងឈឺជំងឺផ្លូវកាយនោះដែរព្រោះកាយនោះវាទ្រាំមកពីចិត្តគិតច្រើនប៉ុន្តែប្រសិនបើយើងទៅប្រតិបត្តិធម៌ណាដើម្បីតែព្យាបាលជំងឺផ្លូវកាយនឹងទេណាការត្រាស់ដឹងរបស់ពុទ្ធនឹងគ្មានតម្លៃទេយើងមើលគ្រូពេទ្យដ៏ច្រើនណាគាត់ព្យាបាលដូរប្រមាត់ដូរថ្លើមដូរបេះដូងដូរឆ្អឹងវះកាត់តមកកណោមិនជាទៅវាមានគុណសម្បត្តិទេសមាធិដូចជាបន្តិចបន្តួចនោះមានគុណសម្បត្តិនោះហ៎ត្រឹមមកព្យាបាលឲ្យជាពេទ្យគេមើលជាច្រើនណាបែកក្បាលគេវះយកឈាមចេញហើយដាក់លាក្បាលទៅវិញទៀតអិនប្រហែលនងហើយសួរតែពេទ្យព្យាបាលជាច្រើនទេច្រើនប៉ុន្តែជាបដិបទាចេញចាក់វត្តដាក់ទេអត់ទេជាដំណើររបស់ព្រះពុទ្ធបរមគ្រូនាំទៅទេក៏អត់ទេហេចុះឈឺមកគេព្យាបាលបើថាព្យាបាលទៅ
អត់បញ្ហាអីទេប៉ុន្តែបើសិនបើយើងយកធម៌ហ្នឹងដើម្បីត្រឹមតែមកព្យាបាលជំងឺនោះមិនមែនជាបំណងរបស់ព្រះសម្មាសម្ពុទ្ធទេក៏មកនិយាយថាហ្នឹងក៏មានគាពុទ្ធដែរជាការពិតណាស់កាលណាចិត្តវាជ្រះថ្លាជំងឺកើតពីរោគមួយចំនួនក៏វាសាបរលាបទៅមិនបាច់តអង្គុយសមាធិទេឧទាហរណ៍ដូចជាករីមនន់អញ្ចឹងករីមនន់អាពាតធ្ងន់ប៉ុន្តែអាពាតលោកអាពាតរបៀបពាតផ្លូវចិត្តហ្នឹងបាទដល់ពេលដែលព្រះសម្មាសម្ពុទ្ធឲ្យព្រះអនន្តយកសញ្ញា10ទៅសម្ដែងមានឲ្យលោកអង្គុយធ្វើស្អីលោកព្រះអង្គដឹងថាលោកមានអាពាតពាក់ព័ន្ធនឹងផ្លូវចិត្តនៅពេលដែលស្ដាប់ពីសញ្ញា10ទៅវាដកសេចក្តីប្រកាន់វាលែងខ្វល់រូបរាងកាយសូម្បីតែរូបរាងកាយក៏លោកលែងខ្វល់ដែររឿងទៅខ្វល់មួយរឿងខាងក្រៅទៀតបើសូម្បីតែរូបរាងកាយលោកលែងជាពាក់ឯហ្នឹងគេសញ្ញា10ហ្នឹងណាមានអាទីនវៈសញ្ញាជាដើមហ្នឹងហ្នឹងហើយលោកក៏ជាពីអាពាតប៉ុន្តែមិនមែនត្រឹមតែជានោះទេលោកបានសេចក្តីជ្រះថ្លាបានការយល់ដឹងចាក់ធ្លុះនៅសភាវៈធម៌ទៀតនោះទៅជាគោលដៅឃើញទេនឹងចឹងរឿងអ្នកណាធ្វើអីឲ្យខ្ញុំទៅវិនិច្ឆ័យគេនឹងខ្ញុំមិនទៅវិនិច្ឆ័យទេប៉ុន្តែឲ្យដឹងបំណងថាព្រះពុទ្ធត្រាស់ដឹងនៅក្នុងលោកនេះវត្ថុបំណងធំបំផុតគឺព្យាបាលចិត្តរបស់សត្វលោកឲ្យរួចចាកពីអំពើបាបឲ្យរួចចាកពីអកុសលឲ្យរួចចាកពីកិលេសក្នុងចិត្តអានឹងទៅជាគោលបំណងសំខាន់របស់ព្រះពុទ្ធបើមិនចឹងមិនមែនព្រះអង្គហាមភិក្ខុសង្ឃអ្នកធ្លាប់ធ្វើពេទ្យនឹងឲ្យឈប់ឲ្យថ្នាំទេហ្នឹងហើយទោះបីតែធ្លាប់ចេះធ្វើពេទ្យក៏ដោយមកបួសអត់អាចធ្វើពេទ្យបានទៀតទេតែមនុស្សជាកុហកអត់អីទេអ្វីបានព្រះអង្គហាមវាសមណាស់តែលោកចេះចឹងសមតែប្រាប់គេមិនប្រាប់ដូចកំណាញ់ណាដូចមិនជួយប្រជាជនសោះហ្នឹងហើយឥឡូវឧទាហរណ៍ថាអង្គណាល្បីប៉ាកែមើលជំងឺខ្ញុំសឹងថាមនុស្សដែលទៅរកលោកនោះ10000ទាំង10000នោះគ្មានទៅស្ដាប់ធម៌ទេគឺប្រកាសជាសុំថ្នាំហើយឃើញវាខាតពេលទេពុទ្ធព្រះអង្គដឹងជាងយើងគិតមកផ្លេថាកន្លែងហ្នឹងដូចជាមិនជួយមនុស្សសោះថាព្រះអង្គជួយរឿងអីជួយដោះទឹកថែសត្វលោករហូតដល់មានរិទ្ធមានអីព្រះអង្គមិនអោយសម្ដែងទៅទៀតថាកាលណាសម្ដែងរិទ្ធទៅមនុស្សអត់ទៅស្ដាប់ធម៌ទេប្រកាសជាទៅសុំស្អីហើយវាមិនទៅរកស្ដាប់ធម៌លះបាបក្នុងចិត្តទេឃើញទេដឹងចឹងប៉ុន្តែធ្វើម៉េចបើមិនមានការយល់ដឹងផងឲ្យយល់ជាងហ្នឹងក៏វាមិនមែនតើដឹងថាពុទ្ធនឹងត្រាស់ដឹងឡើងដើម្បីស្អីផងមនុស្សដ៏ច្រើនយល់រឿងហ្នឹងវាងាយយល់ទៅទៀតតែល្បីអង្គណាលោកចេះមើលជំងឺទៅជាល្បីតែសង្ឃគំរូសង្ឃសាវកអីណានៃទៀតឥឡូវឲ្យតាមពិតជាអ្នកបំផ្លាញសាសនាសោះហ្នឹងដូចក្មួយរបស់ព្រះសារីបុត្រមួយអង្គលោកធ្លាប់ធ្វើពេទ្យដល់ពេលលោកមកបួសក្នុងសំណាក់ព្រះសារីបុត្រជាឧបជាជាអ្នកបួសហៅឧបជា
rồi chẳng miền cái chữ đó cái xua tham lô phẹp tham cái chia đó cái chia cái đăng côn lô tới cái bậc kén sủng bột chỉ vô thay pi tiền mà lô còn được khơi ô bị chia bỏ lô chỉ điện dù ở tiền thôm sạch lõ nó từ bậc kén lô tôi gặp tiền tôi sành sâu lõ nó ra luôn ai đời cùng nứt thả lô bật chỉ bình chặt à đó từ bậc kén bây giờ đây buộc xua thang này anh bàn đòi cụ bài dạng na để bàn sủng bột lõ chẳng đây rap tam nó rất mà lỗ bình chặt đó nói bây giờ đây bật tè điêu á mình xong na để anh cho một buôn được nông sạch na hết phương bơ thao tiệm chẳng ôi thằng em cái nó thao tiệm Ibro cả hai dương vô với chia vô tham vô ấy tụi ối nó mình nước ọt vô thua tê mình nước ọt mà thua tê với khoa khoai tả luôn khâu cài năng ai anh nhé mình dương ọt riêng ọt xấu ông na có rụp rọt để bắt thô vì nấy nó vô ọt trẻ trẻ là thế ông na số đỏ bùa chi ấy nó tới rồi thả nó chưa đánh xa xa ấy cùng tha nhom tha tầm mơ cầm bi đề ca tới khơi này ấy bây giờ đây bot men vô nè mình buồn nè mình đang cho ấy tỏ tiết đà linh cô rụp lục cú nên khiêm xong ở lục cú chui bỏ sài trong sự đây rồi bỏ bành nhà bần tạch tiến tam đại điện bóp phê vấn đề sập phê vẽ bành nhà cứ chạy cho bác sập phê vẽ thố rộp chạp tì ca đâm cho bác khả nạ na chỉ của sao khả nạ na chỉ của sao có vấn tái trong sự đây thả của sao thân nạ nạ lô cây vậy lô coi lô cây đang là dây thả chia của sao như là xăm bị giật đời lực chia ở tia học sinh một buổi trẻ có vận tải chia thòng mặt đá và thời chân tay để cho chúng ta đời thực thể là bọc luôn tất cả để po lực chia ở tia họcបែបនេះai bình chuyện sẽ đầy banបែបណាtới vì ấy kia đây bị xe tiền nút ở đây để thưa ở trong cận mình tranh vì nút ta phải nhớ được nông hà của nước nông cổ sao lô có tara nâng phải nhớ được nông lô kỳ dễ mình lại cần ai hỏi bàn chạy thà khâu khía đôi khía dạng là đài tiến xong được đôi chùi bỏ sai bằng phừ cổ sao được nông lô kỳ dễ vì mình bên bánh nhà được không có sao lâu kỳ dạ nó vì mình đăng tại bò là mà tê đăng bánh nhát của bạn đài chẳng á đôi chia bánh nhà để cao chỉ mùi mấy ta chặt ý mình đăng bò là mặt chia ròm tê đăng bánh nhát chia ròm rồi có cao được không mà của sao của bữa tư không ca ảnh nật nè để miền tục á có miền bánh nhà cả làng này hay bánh nhà nút đăng nữ bánh nhà chia rộng thế nhé hay bờ bánh nhà để đăng được bò rầm mát là nâng bánh nhà thân nặng cua và bật tư chia ca chìm ra ơn vipassana làm sự đây bật nó còn tới bây giờ này dây tam cả nạ chặt với cùng bay tự nhiên là vô bây giờ nó có việc đăng bò rầm mát đây còn vận tải đăng bò rầm mát mình bên đăng đời ca đăng nâu sụp hiệu vẽ cho bà tê về còn ta đăng tầm nó to máu đôi chia cần nạ ưu tiên họ thà cả nạ chặt cả nó tam phanh chặt phía tới mà có sao nhiên là vô bây giờ nó cả là đăng nó rụp nâng đài rụp nó có gì bò ra mặt đài và đăng nó về mẹ đăng sụp hiệu vẽ lẹ cần nạ nông này thả ạ thì chăng tục hàng là ta vì mình đăng chăng thế về cả đăng đầm bay của mô tên là đấy thế
ហើយមែនទេនោះសូម្បីតែអកុសលក៏ដឹងបរមត្តជាអារម្មណ៍បានដែរណាឧទាហរណ៍យើងរៀនវិថីចិត្តឧទាហរណ៍ថាទោសៈជីវ័នចុះក៏អាចដឹងបរមត្តបានឬសំឡេងគេជេរដំបងឡើយវាជាសត្វទារម្មណាសត្វទារម្មអញ្ចឹងសត្វទារម្មដំបងដែលមកប្រកបតាមសោតទ្វេរវិថីចិត្តហើយជាវណ្ណៈដែលជាទោសៈជីវ័ននឹងកើតឡើងក៏វាដឹងនៅសត្វនឹងជាអារម្មណ៍ដែលជាតួបរមត្តនឹងឯងប៉ុន្តែត្រង់ថាវាមិនអាចកំណត់ដឹងជាអនិច្ចំទុក្ខអនត្តាដោយលក្ខណៈបញ្ញាបានទេវាត្រង់ដឹងថានឹងជាសំឡេងតែប៉ុណ្្នឹងឯងដែលជាបរមត្តមិនចំពោះតែមនុស្សទេសូម្បីតែសត្វដេរិឆានហ្នឹងក៏វាមានចិត្តដែលដឹងបរមត្តហ្នឹងដែរតែមិនមែនដឹងដោយបញ្ញាទេដោយឡែកបញ្ញាដែលកើតនៅក្នុងលោកុត្តរៈគឺដឹងតែបរមត្តម្យ៉ាងចឹងណាដឹងតែបរមត្តម្យ៉ាងហើយដឹងតែព្រះនិព្វានម្យ៉ាងទៅទៀតมันមានដឹងអីផ្សេងទេបញ្ញានៅក្នុងលោកុត្តរៈចិត្តណាទោះជាកើតនៅក្នុងលោកុត្តរៈកុសលឬក៏លោកុត្តរៈវិបាកលោកុត្តរៈផលហ្នឹងហើយមគ្គ4ផល4ហ្នឹងមគ្គចិត្ត4ផលចិត្ត4ហ្នឹងដឹងបរមត្តតែម្យ៉ាងហ្នឹងហើយហើយបរមត្តនោះគឺព្រះនិព្វានបរមត្តដោយឡែកបញ្ញានៅក្នុងលោកយៈនេះបើបញ្ញានៅក្នុងពួកឈានដែលជាលោកយៈឈានជាអារម្មណូបនិច្ឆាននឹងដឹងបញ្ញត្តិដោយច្រើនអញ្ចឹងដឹងបញ្ញត្តិដោយច្រើនជាពិសេសគឺពួករូបឈានហ្នឹងគឺដឹងបញ្ញត្តិហើយតួកុសលឈានហ្នឹងគឺញាណសម្បយុទ្ធគេនេះមានបញ្ញាប៉ុន្តែដឹងនៅបញ្ញត្តិដូចជាឈានដែលកើតឡើងដោយការសម្លឹងអារម្មណ៍ដែលជារូបបើបញ្ញត្តិវាទៅអរូបឈានវាមានដឹងបញ្ញត្តិខ្លះដឹងបរមត្តខ្លះនឹងសតេញាណសម្បយុទ្ធចឹងបញ្ញានៅក្នុងលោកយៈហ្នឹងចឹងណានៅក្នុងមហាកុសលដឹងទាំងបញ្ញត្តិនិងបរមត្តនៅក្នុងរូបឈានឬក៏រូបាវចរៈកុសលឈានដឹងតែបញ្ញត្តិទេបញ្ញត្តិដែលជាអារម្មណ៍របស់ឈានហ្នឹងណាមិនមែនបញ្ញត្តិប្រុសស្រីអីទេហើយដល់ទៅក្នុងអរូបឈានដឹងបញ្ញត្តិខ្លះដឹងបរមត្តខ្លះដូចជាអរូបឈានទី1ដឹងបញ្ញត្តិដល់អរូបឈានទី2វាដឹងអរូបឈានទី1ហ្នឹងដែលជាតួបរមត្តអញ្ចឹងឯងហើយដល់ទៅលោកុត្តរៈបញ្ញាគឺដឹងតែបរមត្តគឺនិព្វានបរមត្តហ្នឹងហើយខ្ញុំឆ្លើយប៉ុណ្ណឹងសិនចុះបើមិនតន់យល់តណែចាំសួរបន្ថែមទៀតតេងពិសីខ្ញុំគេងអត់លក់ទេទល់តែញ៉ាំថ្នាំប្រចាំទៅគេងលក់ទៅគួរដោះស្រាយយ៉ាងម៉េចទៅលេបសិនទៅដល់ពេលឲ្យលេបសិនទៅតែបើសិនជាយើងចង់ច្បាស់thì យើងទៅឆ្វេងយល់បន្ថែមថាមូលហេតុដែលគេងមិនលក់របស់យើងហ្នឹងវាមកពីកត្តាផ្លូវចិត្តឬក៏កត្តាផ្លូវកាយហ្នឹងហើយបើវាពាក់ព័ន្ធនឹងផ្លូវកាយវាគ្មានដោះស្រាយចិត្តឯណាវាកែប្រែបានងាយនោះទេប៉ុន្តែបើការគេងមិនលក់របស់យើងរកឃើញថាវាមកពីផ្លូវចិត្តយើងនៅតែលេបសិនចុះប៉ុន្តែយើងរកចំណីផ្លូវចិត្តថ្មីគឺពធអញ្ចឹងណាហ្នឹងហើយអញ្ចឹងកុំប្រញាប់ឈប់លេបពីព្រោះពេទ្យមុននឹងឲ្យថ្នាំយើងហ្នឹងក៏គេបាន
សើបសួរគេបានស្ទាបស្ទង់ពីបញ្ហារបស់យើងដែរគេមានឧបករណ៍ខ្លះអីខ្លះមានអ្នកដែលគាត់ធ្លាប់ឈប់លេបហ្នឹងគាត់ចលោហ្នឹងហើយដូចថាដល់ពេលដែលគាត់បានមកស្ដាប់ធម៌តាមដានចិត្តចឹងទៅគាត់សាកល្បងយូរទៅគាត់ក៏ឈប់លេបបានអាហ្នឹងបានដឹងច្បាស់ថាអូមកពីការខ្វល់ខ្វាយចិត្តហ្នឹងឯងប៉ុន្តែបើវាអាស្រ័យពីកត្តាជីវសាស្ត្ររូបសាស្ត្រពាក់ព័ន្ធនឹងបញ្ហាជំងឺផ្លូវកាយវាប៉ះពាល់អីចេះចុះអាហ្នឹងយើងកុំឈប់លេបអីព្រោះកាលណាយើងលេបទៅបានដេកលក់ទៅវាមានកម្លាំងយើងអាចធ្វើការងារអីបានទៀតដូចជារៀនធម៌អីចឹងណាតែពិសេសតើអ្នកកើតជំងឺផ្លូវចិត្តអាចព្យាបាលដាច់ដែរឬទេឲ្យប្រកាសថាជាជំងឺផ្លូវចិត្តពធអាចព្យាបាលដាច់បានប៉ុន្តែត្រូវតែយើងសិក្សាប្រតិបត្តិដោយខ្លួនយើងអញ្ចឹងណាកុំឲ្យវាលេីឡំឲ្យតែប្រកាសថាមកពីផ្លូវចិត្តអត់មានអីដែលថាធោជួយមិនបានទេប៉ុន្តែធោជួយបានតើយើងយកធោដាក់ក្នុងចិត្តឲ្យអនុវត្តខ្លួនឯងអត់មានពីណាផ្លុំមកទេតិចថាលឺធោជួយបានលឺគ្រូណាបកែឲ្យសូធោបញ្ចូលក្នុងយើងឲ្យជួយយើងមិនមែនណាអត់ទេណាហ្នឹងហើយពីព្រោះអីអាផ្លូវចិត្តហ្នឹងវាមិនមែនកើតភ្លាមទេវាកើតដោយការសន្សំតែពិសេសណាខ្ញុំលេបថ្នាំមួយគេងតែងើបមកគ្មានកម្លាំងទេត្រូវឲ្យខ្ញុំជួបពេទ្យខ្លះខ្ញុំសាកសួរពីរឿងថ្នាំមួយអីហ្នឹងដែរដែលហៅថាបញ្ហាផ្លូវចិត្តនឹងដេកមិនលក់ហ្នឹងពេទ្យគេនិយាយថាមកពីខួរក្បាលហ្នឹងធ្វើការខ្លាំងពេកវាអត់សម្រាប់តែអញ្ចឹងទៅវាដេកអត់លក់ទេអញ្ចឹងដល់ថ្នាំល្ងុយដេកហ្នឹងគឺវាទៅផ្ដាច់ទំនាក់ទំនងខួរក្បាលឧទាហរណ៍ថាវាធ្វើការ100អញ្ចឹងទៅផ្ដាច់អា connection របស់វាណាឲ្យវាធ្វើការត្រឹមតែ50អីចឹងទៅណាតែអញ្ចឹងទៅយើងក៏ទន់ល្ងុយដេកទៅតែមិនមែនជាថ្នាំព្យាបាលទេអញ្ចឹងថ្នាំដែលធ្វើឲ្យដេកលក់នេះមិនមែនថ្នាំព្យាបាលទេគឺថ្នាំទៅបន្ថយការគិតរបស់ការធ្វើការរបស់ខួរក្បាលហើយតែផ្ដាច់ញឹកញយវាមិនខ្សោយញឹកញយវាមិនខ្សោយមិនមែនថ្នាំព្យាបាលណាអញ្ចឹងតាមពេលវេលានៅអាចស្ដាប់បាននៅអាចរៀនបានចំណាយពេលវេលាខ្លះដើម្បីយកទៅរៀបសម្រួលចិត្តគំនិតឬថារៀបចំខួរក្បាលរបស់យើងដោយខ្លួនឯងមិនបាច់ថ្នាំទៅផ្ដាច់កម្លាំងវាឲ្យវានៅខ្លាំងចឹងចុះប៉ុន្តែបើយើងរៀបចំត្រូវវានឹងមានកម្លាំងទៅស្របអ្វីដែលយើងចង់បានប៉ុន្តែភាគច្រើនដែលយើងជួបបញ្ហាអញ្ចឹងហើយមកស្ដាប់ធម៌ដើម្បីឲ្យឈប់លេបថ្នាំអីនេះអត់សូវបានផលទេពធគឺត្រូវមកដោយសទ្ធាមែនទែនទៅយ៉ាងបានខ្ញុំថាលេបសិនដើម្បីយកកម្លាំងមករៀនធម៌ដើម្បីប្រព្រឹត្តធម៌នេះមិនមែនទៅព្យាបាលតែរឿងដេកលក់ហ្នឹងទេមិនមែនព្យាបាលតែរឿងកាយផ្លូវកាយហ្នឹងទេព្យាបាលចិត្តដ៏មានជំរឿដល់ពេលយើងមកដោយសទ្ធាចិត្តហ្នឹងវាចាប់ផ្ដើមសាងកម្លាំងទៅជាសទ្ធាពលៈឃើញទេហ្នឹងទៅជាវិរិយៈពលៈទៅជាសតិពលៈទៅជាសមាធិពលៈទៅជាបញ្ញាពលៈដល់ពេលពលៈធម៌ហ្នឹងវារីកចម្រើនទៅវាមានចាំបាច់ត្រូវការថ្នាំណាទៀតតែទិសដៅមិនមែនដើម្បីឲ្យដេកលក់នោះទេណាតែមកដើម្បីឲ្យដេកលក់ឬគេថាស្ដាប់ធម៌ទៅឈប់លេបថ្នាំឥឡូវអញទៅស្ដាប់ដែរក្រៃលោបានឈប់លេបថ្នាំអីគេមកចឹងអត់ផលទេ
បើមកអត់ជ្រះថ្លាផងហ្នឹងមកគ្រាន់តែដើម្បីចង់លេងឈប់ឆ្នាំហ្នឹងមកដោយតណ្ហាហ្នឹងដល់មកដោយតណ្ហាបញ្ញាវាអត់កើតទេសទ្ធាវាអត់កើតទេស្ដាប់អីអញស្ដាប់យូរហើយណោះលេងដដែលអីអញស្ដាប់យូរហើយណោះដេកលក់ដដែលតឹងផ្អឹសតែបើមកដោយសេចក្តីជ្រះថ្លាជឿជាក់លើការត្រាស់ដឹងរបស់ព្រះបរមគ្រូហ្នឹងហើយចង់ដឹងមើលថាតើពាក្យមួយដែលព្រះអង្គបរៀនហ្នឹងយ៉ាងម៉េចណបើស្ដាប់ទៅវាកាត់តៃតែវាតាមមកជ្រះថ្លាព្រឺរោមព្រឺស្បែកវាសបាយសបាយចិត្តនឹងបានយល់ពាក្យមួយវាភ្លេចថាស្ដាប់ដើម្បីអីទៅទៀតអាហ្នឹងបានជួយអញ្ចឹងបាទខ្ញុំលើកឧទាហរណ៍បងមួយនៅអាមេរិកគាត់លើកតែលើកដែរប៉ុន្តែឧទាហរណ៍គាត់ហ្នឹងវាល្អបើគាត់វាកើតតែខ្វល់ខ្វាយចិត្តនឹងច្រើនអញ្ចឹងទៅគាត់ថាគឺទៅស្ដាប់ធัวក្រៃលោបានតិចចិត្តណាតិចចិត្តប៉ុន្តែបើគឺពេលគាត់ស្ដាប់គាត់រៀនទៅតែមិនដល់នោះទេតាមពិតនៅក្នុងពធនឹងមានរបស់ពិសេសច្រើនណាមិនមែនដូចអញចង់បាននឹងទេហើយគាត់ចេះលើកឧទាហរណ៍ទៀតគាត់ចេះថាដំបូងឡើយដែលគាត់ខ្វល់ខ្វាយផ្លូវចិត្តហ្នឹងគ្រាន់តែប្រៀបដូចវានៅហាលក្តៅពេកហើយឃើញទឹកស្ទឹងហ្នឹងចង់លោតមកភ្លុំទៅឲ្យវាត្រជាក់តែប៉ុណ្ណឹងស្រាប់តែមួយភ្លឹបទៅដល់បាតស្ទឹងទៅស្រាប់តែឃើញសិតតែពេជ្រសិតតែរតនៈសិតតែប្រដាប់មានតម្លៃអញ្ចឹងក៏ឧទាហរណ៍អញ្ចឹងទៅវាអត់មានសបាយអីគ្រាន់បានត្រជាក់ហ្នឹងទេនោះវាទៅសបាយជាមួយនឹងស្អីដែលមាននៅបាននោះឃើញទេនៅបាតស្ទឹងហ្នឹងសិតតែមាសសិតតែពេជ្រឃើញទេអញ្ចឹងអាការលោតមកភ្លងមានអីអស់ចាឃើញទេខ្ញុំលើកមកខាងដើមដែលយើងទៅរលងគ្រាន់តែចង់ឲ្យជាជំងឺផ្លូវកាយហ្នឹងស្វែងលោតទឹកមកប្រងហ្នឹងឯងវាគ្មានបានស្អីទេតែមេគាព្រះអង្គនោះឲ្យវាផុតពីមកប្រងឲ្យទៅឃើញពេជ្រឃើញមាសនោះដែលវាជាតម្លៃដ៏អស្ចារ្យនោះហ្នឹងហ្នឹងគាត់លើកឧទាហរណ៍អញ្ចឹងថាដំបូងឡើយគាត់លោតមកប្រងទៅនោះគាត់ថាស្ដាប់ធូររៀលដំបូងគាត់ថាធ្វើម៉េចអូស្រួលចិត្តតែប៉ុណ្្នឹងឯងអាហ្នឹងទៅដោយតណ្ហាណាសំណាងនេះគាត់ចេះស្ដាប់ទៅវាផុតពីអាមកប្រងនោះព្រឹកទៅស្រាប់ទៅឃើញសិតតែពេជ្រសិតតែមាសនៅបាតគាត់ចង់និយាយថាធូរនេះមិនមែនស្ដាប់ដើម្បីគ្រាន់តែស្រួលចិត្តប៉ុណ្្នឹងឯណាមានរឿងល្អច្រើនណាស់ដែលត្រូវដឹងអញ្ចឹងអ្នកមានបញ្ហាទាំងឡាយមកផ្លេតហើយផ្លឹបផ្លេតហ្នឹងមិនមែនមកដោយសទ្ធាហ្នឹងហើយគឺមកដោយតណ្ហាឥឡូវពុំមានឈឺអញ្ចឹងចង់ស្ដាប់លោកគ្រូឯងមើលលោកគ្រូឯងមានធម៌តាណាស្ដាប់បន្តិចឲ្យខ្ញុំជាមើលអត់ទេអត់ជួយទេជួយវាអត់បានមិនចង់ជួយតែជួយវាអត់បានធម៌នេះមានតែសទ្ធាទេបានយកបានបើមកដោយតណ្ហាអញ្ចឹងយកមិនបានព្រោះស្ដាប់តឹងផ្អឹសមិនស្ដាប់យូរហើយមិនក៏អញនៅលេបឆ្នាំដែរស្ដាប់យូរហើយអញនៅបាក់ចិត្តដែរស្ដាប់ឲ្យបាត់បាក់ចិត្តចេះចោះអានេះជាតណ្ហាថ្មីអាចបបាក់ចិត្តព្រោះតណ្ហាចាស់ដល់អាចចង់ឲ្យបាត់បបាក់ចិត្តជាតណ្ហាថ្មីយកអត់យកអាហ្នឹងតែបើទៅដោយសទ្ធាអត់នឹងចង់បានអីទាំងអស់គ្រាន់តែចង់តែដឹងថាពុទ្ធថាម៉េចទៅតែចង់ដឹងតែប៉ុណ្្នឹងបានណាចឹងដល់ទៅពុទ្ធបរិញ្ញាថាម៉េចពីរឿងជីវិតហ្នឹងបងបរិញ្ញាថាម៉េចពីរឿងជីវិតហ្នឹងទៅដោយសទ្ធាគឺចង់ដឹងថាទៅពុទ្ធត្រាស់ដឹងស្អីគេហើយព្រះអង្គចែកធម៌ស្អីគេទៅដោយសទ្ធាហើយឆ្វេងយល់តែពីស្អីដែលព្រះអង្គព្រានតែពេលរៀនទៅណាអាទូសទ្ធាទូបញ្ញាហ្នឹងវាចាប់ផ្ដើមអភិវឌ្ឍវាចាប់ផ្ដើមចម្រើនឡើងកាន់តែយល់ឡើងវាទៅសុបាយចិត្តទៅវាបាត់រូបឈួតរូបស្រេះអស់ទៅណាឃើញទេនឹងទៅដោយសទ្ធាវាកើតអានិសង្ស5ទី1អសុតង្សនាតយើងមិនបានស្ដាប់នៅពេលដែលយើងមិនដែលបានស្ដាប់នៅក្នុងធម៌ហ្នឹងកុំថាយើងធ្លាប់ស្ដាប់អត់ធ្លាប់ស្ដាប់ទេក្នុងសង្គមយើងមិនដែលឮទេតិចថាដើរតាមរោងបុណ្យធ្លាប់បានស្ដាប់ធម៌ហ្នឹងទៅអត់ទេទៅតាមរោងបុណ្យក៏ទេសនាបំរើតែតណ្ហាយាយដែរឧទាហរណ៍ទៅធ្វើកថាគាត់ចង់បានស្អីចង់បានអានិសង្សមិនចឹងអញ្ចឹងបើមិនទេសពីរឿងតាមតម្រូវតណ្ហារបស់គាត់លោកអ្នកទេក៏អត់សប្បាយចិត្តទេតែបើចិត្តចេតសិករូបអ្នកទូខ្លួនយើងយ៉ាងម៉េចវាធ្វើដំណើរការយ៉ាងម៉េចអាណាកើតព្រោះអីអាណាវាមានអាណាមិនមានយ៉ាងម៉េចទៅនិយាយតាមរោងបុណ្យក៏វាមិនបានខ្ញុំក៏ធ្លាប់ដើរតាមរោងបុណ្យទៅនិយាយអស់តាមរោងបុណ្យក៏មិនបានពេល1ម៉ោងអីហ្នឹងយើងត្រូវដាក់ពេលរៀនមួយវគ្គអស់ខែអស់ឆ្នាំនោះបញ្ចប់ឬយើងមានពេល1ម៉ោងទៅនិយាយឲ្យវាអស់រឿងវាអត់បានគឺត្រូវតែដាក់ពេលរៀនណាយើងមកដល់ជីវិតប៉ុណ្ណឹងយើងចំណាយពេលរៀនច្រើនណាស់តែមិនកុំខាតមិនស្ដាយពេលវេលារៀនឲ្យអត់ជួយអីបានផង
នឹងខ្លាំងរឿងជំនាញនោះចេះតែដាក់ពេលរៀនបានណាអាចចម្រើនកន្លែងហ្នឹងមិនខ្ញុំមករៀនល្មមតែមករស់យើងដាក់រៀនធោះឲ្យដូចរៀនខុសស្អីមួយដែរមើលរៀនសម្រាប់ជីវិតយើងម្ដងមើលកុំបំរើទៅកន្លែងពេកមើលដើម្បីរៀនចេះភាសាមួយវាមិនមែនតិចខែណាដើម្បីរៀនជំនាញអីមួយក៏មិនមែនតិចខែដែរណាជំនាញខ្លះរៀនឲ្យអត់ប្រើលីវាមិនត្រូវរៀនឲ្យរៀនឲ្យអត់ប្រើផងតែខ្លះនោះរៀនច្បាប់អត់បានប្រើទៅលក់នំប៉័ងបាត់ហើយចេះតែរៀនទៅចេះតែរកពេលរៀនបានអ្នកខ្លះរៀន business ហើយអត់នឹងចំជំនាញនោះចេះតែរៀនបានអ្នកខ្លះរៀនសវត្ថភាសា2 3នឹងចង់ខូចឡាតែនអស់ហើយតែមែនទេអត់ប្រើភាសាហ្នឹងផងចេះតែរៀនបានពីព្រោះអីវាមានអាហាររបស់កិលេសនៅក្នុងហ្នឹងវារៀនហ្នឹងអាចរៀនអានេះបានអានេះអាចរៀនអានេះបានអានោះចេះតែជំរុញមនុស្សឲ្យរៀនបានប៉ុន្តែវាគេវត្ថុរៀនទៅវាអស់បញ្ហានេះអត់មានមនុស្សរៀនវាអត់បានទេតែវាអស់បញ្ហាណាចិត្តហ្នឹងណាអត់រៀនឃើញទេហើយសល់នៅបញ្ហាលេបថ្នាំនឹងបដ ாய் ចុះឯងម៉ោងក៏ដល់ប៉ុណ្ណឹងមិនបន្តទៀតទេកុំភ្លេចរៀនទាំងខ្ញុំសូមបញ្ចប់នៅការឆ្លើយសំណួរប៉ុណ្ណេះសប្តាហ៍ក្រោយមានពេលនឹងចូលមកតាមពេលកំណត់ទៀតប៉ុន្តែពេលនេះសូមនមស្ការលានិងជម្រាបលា